សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺគឹមវុនគឺជាពិធីករនៅថ្ងៃនេះកម្មវិធីនេះគឺមានរយៈពេល1ម៉ោងប្រធានបទថ្ងៃនេះគឺថាចិត្តមនុស្សនាបច្ចុប្បន្នតែម្ដងនាងភ័យទេត្រូវតែដកដង្ហើមវិញដកតាមច្រមុះរួចឲ្យបញ្ចេញមកវិញតាមមាត់គិតពីខ្លួនឡើងវិញតែនាងមិនធ្វើអ្វីខុសទេបើសិនជាខ្ញុំធ្វើខុសនោះខ្ញុំប្រកាសជាសំទោសភ្ញៀវកិត្តិយសទាំងអស់ថ្ងៃនេះគឺលោកជីងជេយូលហើយនឹងអ្នកនាងគ្រូពេទ្យជីសេស៊ូសូមជឿចាប់ផ្ដើមបន្តតើយើងដឹងដល់របៀបណាទៅថាវាគឺជាករណីអូក្រិតនោះហើយថ្ងៃនេះគឺមានវត្តមានអ្នកនិពន្ធសៀវភៅដ៏ល្បីគឺលោកជីងជេយូលទេគួរអរខានណាស់ចង់លេងជាមួយខ្ញុំហើយនឹងសំណេះសំណាលជាមួយនឹងគ្រូពេទ្យឯកទេសចិត្តវិទ្យាគឺអ្នកនាងជីហ៊ូស៊ូនេះមិនមែនមកពីកំហុសរបស់គេទេគឺមកពីជំងឺតានតឹងសតិអារម្មណ៍បើសិនជាអ្នកទាំងគ្នាមើលសៀវភៅផ្លេចភេទរបស់ខ្ញុំជឿល្មើសត្រូវស្លាប់ដូចជាគេធ្វើដាក់ជនរងគ្រោះព្រោះថាពេលនោះគេបានរំលោភក្មេងស្រីអញ្ចឹងគេត្រូវស្លាប់ដូចគ្នាតានោះមិនដូចជាអក្រិតកម្មទេយ៉ាងណាក៏ដោយរឿងនេះគឺទូឲ្យតុលាការគេជាអ្នកសម្រេច